ជម្រាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់វីដេអូជាញ៉ាញ់ម្ដងទៀតហើយបាទថ្ងៃនេះដែលខ្ញុំមកបង្ហាញការងារខ្ញុំមកកន្លែងទៀតដែលខ្ញុំមកបញ្ចប់ការងារឲ្យគេបាទគឺយើងមកសម្អាតសម្អាតអីឲ្យគេបាទដើម្បីយើងស្នើដកលុយពីគេមកវគ្គទៀតបាទឥឡូវនេះការងារខ្ញុំបានធ្វើឲ្យជិតចប់អស់ហើយបាទប៉ុន្តែយើងនៅប្រមូលសារ៉ាំហើយនឹងបរៀបដីបរៀបអីនៅខាងមុខផ្ទះនេះដែលវាកលិចកលុកខាងមុខនេះបាទហើយបងប្អូនឃើញវីដេអូខ្ញុំរៀង slow ដោយសារតែខ្ញុំបានថតវីដេអូទេខ្ញុំថតជារូបភាពហើយខ្ញុំយកមកផ្គុំគ្នាដល់ពេលហ្នឹងទៅវាឃើញរៀង slow គឺដោយសារតែខ្ញុំដាក់វាឲ្យរៀងយឺតតិចបាទសេរី speak វារៀងយឺតដើម្បីឲ្យបាននាទីរៀងវែងតិចបាទដើម្បីនិយាយឲ្យអស់ការងារនៅក្នុងវីដេអូនេះបាទសម្រាប់នេះបាទការងារយើងធ្វើបាទរៀងវល់តិចហើយដោយសារតែការងារយើងបញ្ចប់ហើយយើងបានសម្អាតហើយមកដកហើយយើងត្រូវធ្វើកន្លែងថ្មីទៀតប៉ុន្តែដល់វគ្គយើងត្រូវមកដកលុយគឺយើងមកសម្អាតម្ដងទៀតបាទដោយសារតែមានជាងទឹកផងជាងភ្លើងផងជាងដែកផងគាត់ធ្វើការនៅក្នុងហ្នឹងបាទដល់ពេលហ្នឹងទៅវាឃើញសារ៉ាំឃើញអីរៀងវល់តិចយើងក៏មកសម្អាតមួយសារទៀតព្រោះថ្ងៃច័ន្ទហ្នឹងគឺមេគាត់មកត្រួតពិនិត្យការងារហើយបាទពេលដែលគាត់ឃើញកន្លែងយើងធ្វើស្អាតសម្រាមស្អាតរៀបរយអស់ហើយដល់ពេលហ្នឹងហើយគឺមេមានកម្លាំងចិត្តនឹងដកលុយឲ្យយើងបាទតែបើសិនជាមកដល់ឃើញការឋានវល់វែកសារ៉ាំដូចពីក្បាលវីដេអូបាទមេណាចង់បើកលុយឲ្យកូនចៅហ្នឹងបងប្អូនបាទឥឡូវនេះយើងមុននឹងមេមកដល់យើងសម្អាតឲ្យហើយទៅបាទព្រោះថ្ងៃច័ន្ទនេះមេនឹងមកពិនិត្យការងារហើយយើងក៏បានលុយចាយដែរបាទឥឡូវនេះបាទយើងមកទស្សនាវីដេអូលេងបាទនេះគឺសកម្មភាពដែលខ្ញុំថតបាទកន្លែងហ្នឹងក៏សម្អាតទិនហើយស្អាតដែរជន់លើជន់ក្រោមបាទតែខ្ញុំឡើងមកប៉ះប្រពន្ធខ្ញុំកំពុងតែសម្អាតបានចិត្តហើយឥឡូវនៅសល់ដែកនៅសល់អីតិចតួចទៀតយើងនឹងទម្លាក់ទៅឲ្យអស់បាទមានឥដ្ឋមានអីសល់ឥដ្ឋហ្នឹងក៏មិនសល់ដែរបងប្អូនទុកព្រៀបអាកន្លែងទៅយោមិញតិចហ្នឹងឥឡូវនេះយើងឡើងមកជន់លើបងប្អូនឃើញហើយនេះគឺជាមិនមែនជាសម្រាប់របស់ខ្ញុំទេប៉ុន្តែយើងគួរតែសម្អាតទៅការងារចឹងហើយជាងដែរជាងអីគាត់សម្រាប់អត់បានមកធ្វើការទេយើងមកក៏យើងសម្អាតម្ដងទៀតទៅសម្អាតច្រើនដងហើយបងប្អូនអើយតែនៅតែវល់បាទការឋានសំឡងតែប៉ុណ្្នឹងឯងជាពិសេសយើងជាអ្នកនៅចាំការឋានបាទការឋានយើងត្រូវតែសម្អាតហើយបើជាងដែរជាងអីមកធ្វើវល់វែកចឹងដល់ពេលយើងបើកលុយបើកកាក់ពីមេស្នើបើកលុយពីមេដោយសារដល់មេមកទៅឃើញសារ៉ាំឃើញអីវល់វែកចេះក៏មេមិនចង់បើកតែបើយើងសម្អាតហើយពេលមកដល់ឃើញកន្លែងធ្វើការស្អាតការងារស្អាតការងារល្អបាទមេដែរក៏ចង់បើកលុយឲ្យកូនចៅដែរបងប្អូនអើយតែធ្វើការឲ្យគេត្រូវតែសម្អាតឲ្យគេផងបាទអរគុណបងប្អូនអរគ្នាដែលតែងតាមដានវីដេអូរបស់ខ្ញុំបាទនេះគឺជាកន្លែងការងារដែលខ្ញុំធ្វើបញ្ចប់ហើយបាទហើយកន្លែងថ្មីមួយទៀតក៏ជិតចប់ដែរកម្រងបញ្ចប់មុនចូលឆ្នាំនេះបាទនេះការងារយើងនៅតែសម្អាតអីហើយទានគេយកមករៀបអីរៀបឡើងរៀបអីតែធ្វើតបូលធ្វើអីហ្នឹងឯងបងប្អូនអើយឥឡូវយើងមកសម្អាតមកអីសម្រាប់ឲ្យស្អាតចាំមើលស្អាតអស់ 100% ខ្ញុំនឹងថតឲ្យបងប្អូនមើលម្ដងទៀតបាទឥឡូវនេះវីដេអូខ្ញុំមានតែប៉ុណ្ណេះអរគុណបងប្អូនទាំងអស់គ្នាដែលតែចូលមកទស្សនាវីដេអូខ្ញុំបាទកុំភ្លេចជួយ like វីដេអូនេះនឹង follow ចុច subscribe ឆានែល YouTube ខ្ញុំម្នាក់មួយផងបាទឥឡូវខ្ញុំបង្ហាញថ្នាំតិចបាទនេះគឺវាថ្នាំគ្រើមបាទយើងបាញ់ធ្វើតេស្តឲ្យម្ចាស់ផ្ទះមើលគាត់ចង់បានគ្រើមបណ្ណាបាទមានលេខ1លេខ2លេខ3បាទឆ្លាញ់មួយណាយកមួយនឹង